បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដល់ជំរកថ្មីរបស់បងប្អូនយើងភាសាខ្សែថ្មីម្ដងទៀតហើយបងប្អូននេះខ្ញុំក៏រត់កាន់ថងកន្លែងមកហ្នឹងតែនេះគឺខ្ញុំមានពោតបងប្អូនថ្ងៃនេះខ្ញុំមានពោតខ្ញុំមកចែកជូនដល់បងប្អូនយើងថ្ងៃនេះថ្ងៃទី22ខែមីនាឆ្នាំ2026មានពោតខ្ញុំមកចែកជូនដល់បងប្អូនយើងដែលគាត់បានមកស្នាក់នៅទីតាំងនេះបណ្ដើហើយបងប្អូនបានច្រើនរយគ្រួសារហើយកំពុងតែមករៀងរាល់ថ្ងៃបងប្អូនអញ្ចឹងបងប្អូនឃើញនេះគឺពោតនេះគឺខ្ញុំបានជំនួយពីសប្បុរសជនដែលរស់នៅនេះសមុទ្រទេតែត្រូវជាបងប្អូនរបស់លោកពូធីនៅមានវត្តនៅខាងអូប្រាសាទគាត់បានផ្ញើថវិកាតាមរយៈលោកពូអ្នកមីងមកដើម្បីទិញពោតយកមកចែកជូនដល់កងទ័ពដូចជាបងប្អូនយើងភាសាចឹងកងទ័ពយើងបានចែកហើយកងទ័ពយើងស្ងោរឆ្អិនបានយកទៅចែកបាទគឺពោតចែកជូនដល់បងប្អូនយើងកន្លែងភាសានេះគឺពោតឆាវគាត់យកទៅស្ងោរយកទៅអាំងយកទៅអីសាច់តែគាត់ធ្វើចឹងយើងបានមកដល់ទីតាំងនេះហើយកំពុងតែចែកកណ្ដាលថ្ងៃកណ្ដាលតែម្ដងបងប្អូនឥឡូវចូលរួមទស្សនាទីតាំងនេះទាំងអស់គ្នាអញ្ចឹងបងប្អូនអាចមានជាម្ហូបអាហារជាបន្លែត្រីសាច់បងប្អូនអាចយកមកជូនពួកគាត់បានបងប្អូននៅទីតាំងនេះអញ្ចឹងគាត់មកនៅបណ្ដើហើយបងប្អូនឥឡូវចូលរួមទស្សនាសកម្មភាពជាមួយខ្ញុំទាំងអស់គ្នាបាទថប់បានចាក់សិនសកម្មភាពពួកខ្ញុំចាក់ពោតជំនួយសប្បុរសជនមកពីសារ៉ាំនៃតាមអ្នកនេះឥឡូវយើងដល់ចែកបងប្អូនយើងស្នាក់នៅដកហួរមកទៀតប្រហែលមានបងផ្ទះលេខម៉ានអូនមកហួរយើងស្គាល់ខាច់ចាំគ្នាអូហើយដល់ឡាននេះគ្រប់ហើយបានតោះតែយើងតមកទៀតបងប្អូននេះមកនៅខាងស្លាប់តាមបងប្អូនខាងតែបងប្អូនទីសាច់ទៅស្លាប់តែជួបបងប្អូនទីសាច់ឥឡូវគឺគាត់នៅបងប្អូនខាងនេះគឺមកចែកពោតបងប្អូនតែគ្រូសាតែមួយនេះទីជាប់គ្នាអត់ជាប់គ្នាទេណាតែតែមួយទេបងប្អូននេះគឺផ្ទះបងប្អូនទីសាច់បាទតែគាត់មកពីខាងបងប្អូនគាត់បណ្ដើបងប្អូននៅខាងនេះនៅខាងបាទខាងទីកញ្ចៃលើកោបាយបាទថប់មើលថប់បាយណានឹងចូលចាំចឹងនេះចឹងថប់ទៅណានេះថប់